បាទអរគុណច្រើនគូមិត្តភាពអន្តរជាតិបាទកម្ពុជាឡើយទម្ងន់38គីឡូក្រាមបាទកីឡាករបង្គោលក្រហមគឺពុកអាជីពបាទដោយតាមការសន្យាអញ្ចឹងក្រោយតាពីផ្ដល់ឱកាសឲ្យលេងពីរង្វាន់បាទគឺប្រាក់លាន Foreman Tournament ពុកអាជីពឈ្នះពានបាទគឺឲ្យប្រកួតអន្តរជាតិឥឡូវនេះគឺផ្ដល់ឱកាសឲ្យបាទជាការប្រកួតអន្តរជាតិលើកកំពង់នៅក្នុងអាជីពបាទពិសោធន៍ទើបតែ8ដងទេបាទនេះគឺជាការផ្ដល់ឱកាសការយកចិត្តទុកដាក់ពីសង្វៀនបណ្ដាគ្រប់ខ្មែរឆ្វេង30ចូលពេញបាត់ស្ដាំពីពុកអាជីពបាទស្ដាំសងមួយនេះគឺពីកីឡាករឡើងបាទគឺកីឡាករយឺដាំអូយបាទការវារបស់ពុកអាជីពដោយកីឡាករវ័យ20ឆ្នាំ20ផ្លាយចឹងបងប្អូនដូចជាជុកបាទទត់កាប់គោលជើងក្រោមជុំបន្តទៀតពីពុកអាជីពកីឡាករឡើងទៀតជើងបន្តិចតែទៀតសាច់ទៀតតាំងតែម្ដងមកតែពុកអាជីពក៏ខ្ពស់ចាក់ជង្គង់ស្ដាំសងជួយវិញបាត់កែងពីខាងក្នុងជុំបន្តទៀតពីកីឡាករស៊ូដាំបាត់កែងស្ដាំមួយនេះគ្នាពីពុកអាជីពអូយបាទស៊ូដាំណាកាខេមបាទឈ្មោះលយបណ្ដៃឈ្មោះកីឡាករគុនខ្មែរវ័យក្មេងក៏លយទៀតបងប្អូនក្រមពុកអាជីពគាត់ស្ដាំជុំបន្តទៀតពីថែមជួយចាក់ជង្គង់ជួយពីពុកអាជីពរូបកែងបាត់កែងស្ដាំអន្តរប្រព្រំដល់ត្រង់បាទអូយទៅជួយពុកអាជីពអូយដូចជាចំហនឹងដល់បើកីឡាករឡើងស៊ូដាំចូលកែងចូលជង្គង់ផងមកតាន់មកគាត់ពុកអាជីពគាត់ចេញអាវុធច្បាស់បាត់កែងជុំបន្តទៀតពីអាជីពទាញមកចាក់ជង្គង់ជួយមកវិញពីបង្គោលឃ្លៀវបាត់កែងជុំបន្តទៀតពីអាជីពបងប្អូនយើងជួយបាទសេះបងដើម្បីជាការលើកទឹកចិត្តដល់កីឡាករគុនខ្មែរយើងជាពិសេសអាជីពនេះកំពុងតែបោះពួយសម្រួលបាទសម្រួលបាទឱកាសរបស់ខ្លួនឲ្យខ្លាយទៅជាបាត់ពិសោធន៍ដ៏ល្អដើម្បីគេថាធ្វើឈ្មោះខ្លួនដល់ដើម្បីធ្វើវិស័យគុនខ្មែរទឹកស្ដាំជាបន្តទៀតពីពុកអាជីពចាក់ជង្គង់ជួយអូហូយបាទចូលពេញទឹកស្ដាំពីអាជីពដេញតាមវិញជួយសាមវិញពីកីឡាករស៊ូដាំណាកាខេមជួយជាបន្តទៀតពីកីឡាករឡើងទឹកធ្វើវិញពីពុកអាជីពបាទស្ដាំចូលចាប់គ្រាបាទគូស្ដាំក៏ចាប់រងអរគុណច្រើនប្រិយមិត្តទស្សនិកជនបាទស្វាគមន៍ជាបន្តសម្រាប់ការប្រកួតយើងជួសនាជាមួយនឹងការបង្ហាញជូនរូបភាពទឹកទី1បាទតស្ដាំគាត់សមកវិញបាទពីកីឡាករស៊ូដាំតឆ្វេងរបស់បាទពុកអាជីពម្ចាស់ពានថ្មីបាទរបស់សង្វៀនរបស់ទូរទស្សន៍ជាតិណែដើរចូលទៅអាយ៉ាញាក់បន្តិចបាទសម្លឹងមើលមកព្យាយាមតស្ដាំរត់បានបាទតឆ្វេងសងមួយទៀតបាទពីកីឡាករពុកអាជីពស៊ូដាំបំមាត់ម្ដាយចូលក្បាលព្រួយបាទគ្រៀកមកបាទកែងខ្លីរបស់ស៊ូដាំហើយក៏កែងស្ដាំមកវិញណែជង្គង់ស្ដាំបាទចូលមកត្រង់នេះបាទតស្ដាំចូលប្លោះឃ្លៀកថែមឆ្វេងរបស់ស៊ូដាំពុកអាជីពមាត់ម្ដាយស្ដាំបាទចូលទៅការទឹកទី2 round 2បាទបន្តទស្សនាការប្រកួតទឹកទី2យកការនេះជម្រាបជូនទៅដល់បាទប្រតិជនរបស់បាទភេទជ្ជៈ3កម្លាំងគ្រុឌបាទដំណឹងដល់រីករាយបាទលោកអ្នកញ៉ាំជាមួយនឹងគ្រុឌអាចដូរជាមួយគ្រុឌជួយឆាយបានហើយបើសិនជាញ៉ាំជាមួយគ្រុឌជួយឆាយក៏អាចដូរជាមួយនឹងភេទជ្ជៈ3កម្លាំងគ្រុឌបាននិយាយតាមទៅគឺអាចថាឆ្លាស់គ្នាដើម្បីងាយស្រួលសម្រាប់ពុកម៉ែបងប្អូនដែលតែងតែគ្រប់គ្រងភេទជ្ជៈ3កម្លាំងគ្រុឌឥឡូវនេះយើងទស្សនាការប្រកួតដែលជួយចិត្តបន្តទៀតបាទអ្នកទាំងពីរនេះគេថាសិតតែដៃគូស្វិតស្វាញរបស់បាទរិទ្ធិបុរិនហើយបាទសម្លឹងមើលបាទសិតតែថ្នាលល្អជួយចិត្តបាទមិនចាញ់គូអាចគូគីឡូធ្ងន់នេះបាទចាប់ជើងបានរបស់បាទស៊ូដាំអោបវល់ជាប់ពីពុកអាជីពជង្គង់ស្ដាំស៊ូដាំជង្គង់ឆ្វេងរបស់ពុកអាជីពបាទពុកអាជីពម្ចាស់ពានថ្មីដោយការសន្យាបាទម្ចាស់ពានគឺមានឱកាសក្នុងការប្រម៉ូទឲ្យឡើងจากកម្រិតមកកម្រិតទៅមកកម្រិតបាទអញ្ចឹងប្រកួតអន្តរជាតិគេដល់តម្លៃខ្លួនថាវិការក៏ឡើងតាមនឹងបាទងាយយល់ទៅតាមនឹងដែរចាក់ជើងក្រោមស្ដាំរបស់ស៊ូដាំបុកជង្គង់មួយរបស់ពុកអាជីពបាទតឆ្វេងកែងខ្លីពុកអាជីពស៊ូដាំដើរចូលបាទជង្គង់ទល់គ្នាបាទពុកម៉ែបងប្អូនមកសូមជួយសៀបន្តទៀតយកសការប្រកួតគូអន្តរជាតិបាទ2គូបន្តទៀតបាទចប់គូនេះទៅបាទនសាសេចក្ដីចូលជាមួយគ្រូតូចបាទទាត់ស្ដាំដើរចូលស៊ឺដាំបាទដើរចូលប្រើកណ្ដាប់ដៃពុកអាជីពអោបចូលបាទជង្គង់មួយបាទកាច់កវលជង្គង់ម្នាក់មួយបាទចឹងការប្រកួតគឺបាទពេលវេលាសល់30វិនាទីចុងក្រោយបាទសម្លឹងមើលចាក់ជើងក្រោមស៊ឺដាំលុកឆ្វេងពុកអាជីពបោះជង្គង់ចាប់កាច់មកជាប់បាទកាច់កវលជង្គង់ស្វាប់គ្នាម្នាក់មួយជង្គង់ពុកអាជីពបាទលោកគ្រូផលសភាចាប់បបែកបាទចុងទឹកទី2បាទគ្រូថ្នាក់គ្រូអន្តរជាតិជួយចាប់តស្ដាំណែអាយ៉ាបាត់កែងខ្លីមួយតែចំហដួលបាទតស្ដាំមួយអាចចូលតស្ដាំមួយទៀតពីពុកអាជីពបាទវត្តស្នែងក្របីឆ្វេងជង្គង់យកទឹកទី2ស្នាទឹកទី3ទឹកចុងក្រោយផ្ដាច់ប្រវត្តិតឆ្វេងពីអាជីពទាត់ក្រោមសមួយដៃឆ្វេងរបស់ណាកាខីមបាទមួយដៃស្ដាំរបស់អាជីពចាក់ជង្គង់មួយទៀតចាប់គ្រាកកែងរូបពីបង្គោលឃីវចាក់ជង្គង់ពីអាជីពជង្គង់អូយបាទថ្នាលមែនប៉ុន្តែគេថារឹងណាស់បាទរៀងរើចំហវាយល្អដូចគ្នាណាទាត់ស្ដាំអាជីពមួយដៃស្ដាំសងឆ្វេងរបស់បង្គោលឃីវបាទជាចាប់គ្រាករុញកែងរបស់បង្គោលឃីវបាទគ្រាកចាក់ជង្គង់ពីបង្គោលក្រហមពុកអាជីពលោកផលសផាត8បាទទីទៅក៏ដល់សង្វៀនបាទធាក់ស្ដាំពីអាជីពបាទបោះជង្គង់តែបង្គោលឃីវជាវាយចេញបានមុនទាត់កាប់ស្ដាំអាជីពទាត់ស្ដាំមួយទៀតចូលចាប់គ្រាកជង្គង់ចាក់សោជាប់ពីបង្គោលឃីវលោកអញ្ញាកណ្ដាល8បាទដើរចូលជាថ្មីដូចគ្នាគាត់ឆ្វេងអាជីពចាក់ជើងជាប់ពីបង្គោលឃីវបាទគ្រាកចាក់មួយជង្គង់របស់អាជីពបាទទាញលើកជង្គង់ចាក់មកជង្គង់ទៀតបាទលោកផលសផាតក៏ទី1បាទ
ទាត់ក្រោមរបស់បង្គោលខៀវទាត់ឆ្វេងសងពីបង្គោលក្រោមកលកគុណខ្មែរទាត់ស្ដាំមួយទៀតពីពុកអាជីតទាត់ក្រោមណែបែកដេញតាមចាប់គ្រាលោកផលសផាតបំបីបាទបុកជាបន្តណែកែងបោះសស្លាប់បាទចាប់គ្រាចាក់ជង្គង់របស់អាជីតបាទលោកផលសផាតស្រែកថាឲ្យបំបីបាទទៅជាបន្តទៀតបាទដាក់ចូលដូចគ្នាជំហរល្អដូចគ្នារឹងដូចគ្នាទាត់កាត់ស្ដាំពីអាជីតទាត់ក្រោមសងពីបង្គោលខៀវទាត់ឆ្វេងពីអាជីតបាទទៅបន្តញ៉ែមួយពីទាត់ស្ដាំរបស់អាជីតទាត់ក្រោមសងភ្លាមពីបង្គោលខៀវណែមួយដៃស្ដាំរបស់បង្គោលខៀវដាក់ចូលទាត់ឆ្វេងមួយដៃស្ដាំពីបង្គោលខៀវបាទសងទាត់ឆ្វេងវិញរបស់អាជីតទឹកទី3ត្រូវបានបញ្ចប់ Finish Fight Not Round បាទបងប្អូនជាគ្រូសាស្ត្រកីឡាដូចគ្នាបាទនេះរូបភាពបង្ហាញជូនបងប្អូនបាទទស្សនាទាំងអស់គ្នាបាទប្លង់ជុំសំខាន់បាទចូលចាប់ត្រង់នេះបាទព្យាយាមចាប់ទាញហើយក៏ព្យាយាមបត់កែងពីកីឡាករឡើងចាក់ជង្គង់ទៅវិញពីបង្គោលក្រហមអាជីតទៅបន្តទៀតបាទមួយដៃស្ដាំរបស់អាជីតទាត់កាប់ឆ្វេងមួយទៀតបាទកាប់ឆ្វេងហើយបាទដើរចូលមួយដៃឆ្វេងបានមុនរបស់កីឡាករបង្គោលខៀវបោះទៅមួយដៃស្ដាំមួយទៀតបាទដេញតាមមួយដៃស្ដាំសងវិញរបស់ពុកអាជីតកីឡាករបង្គោលក្រហមពុកអាជីតកម្ពុជាអ្នកកីឡាករបង្គោលខៀវមកពីប្រទេសឡាវដោយពិន្ទុទទួលយកថាមពលគ្មានជាតិហ្គាសជាមួយគ្រុតជួឆើត